3 សំណួរ 2 ដំណោះស្រាយពាក់ព័ន្ធកំហុសបញ្ហាទិន្នន័យអត្តសញ្ញាណបុគ្គលនាថ្ងៃទី 19 ខែវិច្ឆិកា ឆ្នាំ 2025 នេះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃបានចេញសេចក្តីជូនព័ត៌មានពាក់ព័ន្ធនឹងបញ្ហាកំហុសទិន្នន័យអត្តសញ្ញាណបុគ្គលតើត្រូវដោះស្រាយដូចម្តេចក្នុងសេចក្តីជូនព័ត៌មាននេះអគ្គនាយកដ្ឋានបានបំផុសសំណួរចោទចំនួន3ដែលតែងតែមានសាធារណជនលើកឡើងជុំវិញបញ្ហាកំហុសទិន្នន័យអត្តសញ្ញាណបុគ្គល 1. តើបញ្ហាខុសទិន្នន័យជាកំហុសរបស់អ្នកណាបើតាមសេចក្តីជូនព័ត៌មានកំហុសទិន្នន័យលើឯកសារអត្រានុកូលដ្ឋានមានលក្ខណៈចម្រុះនិងស្មុគស្មាញបានកើតឡើងដោយសារកត្តា3សំខាន់ពាក់ព័ន្ធទាំងមន្ត្រីជំនាញនិងប្រជាពលរដ្ឋ 1. កំហុសដែលកើតឡើងដោយអចេតនាមានន័យថាទោះបីមានការពិនិត្យឬផ្ទៀងផ្ទាត់ហើយក្តីប៉ុន្តែពុំមានកត់សម្គាល់ឃើញពីកំហុសនោះ 2. កំហុសដែលកើតឡើងដោយមន្ត្រីជំនាញដោយសារការធ្វេសប្រហែសរបស់មន្ត្រីដែលពុំបានយកចិត្តទុកដាក់ 3. កំហុសដែលកើតឡើងដោយប្រជាពលរដ្ឋបានន័យថាប្រជាពលរដ្ឋមួយចំនួនបានផ្ដល់ទិន្នន័យមិនត្រឹមត្រូវឬទិន្នន័យស្មានទន្ទឹមគ្នានោះក៏មានករណីប្រជាពលរដ្ឋកែទិន្នន័យដោយចេតនាដើម្បីប្រើប្រាស់ក្នុងគោលបំណងផ្សេងមានជាអាចព្យាយាមកែដំឡើងអាយុដើម្បីស្នើសុំធ្វើការព្យាយាមបន្ថយអាយុមិនទាន់ចូលនិវត្តន៍និងកែទិន្នន័យដើម្បីស្នើសុំទិដ្ឋាការវីសាទៅក្រៅប្រទេសជាដើមចំណែកសំណួរទី 2 ត្រូវបានអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មរំលេចពីមូលហេតុនៃការមិនកែតម្រូវឯកសារជូនពលរដ្ឋតាមការស្នើសុំដោយពុំចាំបាច់ទៅតុលាការឬស្រាវជ្រាវស៊ើបបញ្ជាក់ត្រង់ចំណុចនេះអគ្គនាយកដ្ឋានបានផ្ដល់ព័ត៌មានមកថាហេតុផលមួយចំនួនដែលអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មមិនអាចកែតម្រូវទិន្នន័យតាមការស្នើសុំដោយងាយស្រួលបានគឺផ្អែកតាមគោលការណ៍គ្រឹះនៃការគ្រប់គ្រងប្រជាជនលើសកលលោកនិងតាមផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្មឆ្នាំ 2017-2026 របស់កម្ពុជាគឺតម្រូវឲ្យមនុស្សម្នាក់មានអត្តសញ្ញាណតែមួយប៉ុណ្ណោះសេចក្តីជូនដំណឹងបានបន្ថែមថាការតម្រូវដោយបានបញ្ជាក់មកនោះមានគោលបំណងសំខាន់ចំនួន3រួមមាន 1. ការពារនៅសិទ្ធិរបស់ពលរដ្ឋដោយការពារសិទ្ធិលើកម្មសិទ្ធិអចលនទ្រព្យសិទ្ធិធ្វើដំណើរសិទ្ធិបោះឆ្នោតសិទ្ធិទទួលកេរមរតកនិងសិទ្ធិក្នុងការបើកគណនីធនាគារ 2. ធានាប្រសិទ្ធភាពលើការផ្តល់សេវាសាធារណៈដោយផ្តល់សេវាគាំពារសង្គមរបបឧបត្ថម្ភផ្សេងប្រាក់សោធននិវត្តន៍សេវាសុខភាពនិងសេវាអប់រំ 3. ពង្រឹងការអនុវត្តច្បាប់ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមពាក់ព័ន្ធនឹងមុខសញ្ញាបទល្មើសដោយការចាប់ខ្លួនការអនុវត្តកាតព្វកិច្ចឬកិច្ចសន្យាផ្សេងទិញលក់អចលនទ្រព្យកម្ចីធនាគារការបង់ពន្ធចូលទៅសំណួរទី 3 តើការកែតម្រូវទិន្នន័យអត្តសញ្ញាណបុគ្គលម្នាក់គឺជាការងាយស្រួលឬជាបញ្ហាស្មុគស្មាញអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានបញ្ជាក់ថាការកែតម្រូវទិន្នន័យអត្តសញ្ញាណបុគ្គលម្នាក់មិនមែនសុទ្ធតែស្មុគស្មាញនោះទេភាពងាយស្រួលឬស្មុគស្មាញគឺអាស្រ័យទៅលើកត្តាសំខាន់ចំនួន2មានជាអាច 1. អាស្រ័យលើទំហំនៃកំហុសទិន្នន័យជាឧទាហរណ៍ការកែឈ្មោះពីច័ន្ទអង្គារទៅច័ន្ទអង្គារីដែលជាកំហុសអក្ខរាវិរុទ្ធតូចតាច 2. អាស្រ័យលើភាពស្អាតស្អំរបស់បុគ្គលនោះដែលបុគ្គលនោះមានសាវតាល្អស្អាតស្អំការកែតម្រូវទិន្នន័យមិនមានបញ្ហាស្មុគស្មាញនោះទេដោយឡែកបុគ្គលនោះជាប់ឈ្មោះក្នុងដីកាតាមចាប់ខ្លួនឬបណ្ដឹងតុលាការការកែតម្រូវទិន្នន័យមានលក្ខណៈស្មុគស្មាញដែលទាមទារនូវការស្រាវជ្រាវឲ្យបានច្បាស់លាស់ 3 សំណួរ 2 ដំណោះស្រាយប្រឈមនឹងចំណោទបញ្ហាដោយបានបញ្ជាក់ក្នុងសំណួរទាំង3អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានលើកឡើងនៅដំណោះស្រាយចំពោះមុខនិងសម្រាប់អនាគតក្នុងនោះចាប់តាំងពីឆ្នាំ 2017 មកដល់បច្ចុប្បន្នអគ្គនាយកដ្ឋានបានអះអាងថាខ្លួនបានសម្រេចកែតម្រូវទិន្នន័យបានចំនួន 148,829 នាក់រួចមកហើយនិងកំពុងបន្តជំរុញការស្រាវជ្រាវនិងស៊ើបបញ្ជាក់លើករណីស្មុគស្មាញស្របតាមច្បាប់ជាច្រើនទៀតសម្រាប់ដំណោះស្រាយចំពោះមុខរយៈពេលខ្លីអគ្គនាយកដ្ឋានកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តបន្ថែមនិងអភិវឌ្ឍកម្មវិធីតាមប្រព័ន្ធព័ត៌មានវិទ្យាដើម្បីផ្ដល់សមត្ថកិច្ចដល់មន្ត្រីអត្រានុកូលដ្ឋានថ្នាក់ក្រុងស្រុកខណ្ឌថ្នាក់រាជធានីខេត្តនិងថ្នាក់ជាតិក្នុងការពិនិត្យសម្រេចកែតម្រូវទិន្នន័យអត្រានុកូលដ្ឋានបានតាមរយៈប្រព័ន្ធព័ត៌មានវិទ្យាដំណោះស្រាយនេះអាចកាត់បន្ថយពេលវេលា
លាផ្ញើឯកសារចុះឡើងនិងអាចចេញឯកសារជូនប្រជាពលរដ្ឋបានលឿនជាងមុនចំពោះរយៈពេលដែលដាក់ឲ្យអនុវត្តអាចនឹងចាប់ផ្ដើមនៅក្នុងអំឡុងត្រីមាសទី1ឆ្នាំ2026ចុះសម្រាប់ដំណោះស្រាយនាថ្ងៃអនាគតឬរយៈពេលវែងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានអះអាងថាខ្លួនកំពុងសិក្សាលើជម្រើសនៃការផ្ទៀងផ្ទាត់ទិន្នន័យដោយខ្លួនឯងតាមអនឡាញដើម្បីពន្លឿនសម្អាតទិន្នន័យដែលនៅសេសសល់សម្រាប់ប្រជាពលរដ្ឋដែលមានកំហុសទិន្នន័យដោយឡែកសម្រាប់ទារកទើបនឹងកើតថ្មីអគ្គនាយកដ្ឋានបាននឹងកំពុងសាកល្បងដាក់ដំណើរការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធជូនដំណឹងពីប្រព័ន្ធសុខាភិបាលមកកាន់ប្រព័ន្ធគ្រប់គ្រងទិន្នន័យអត្តសញ្ញាណកម្មដើម្បីកាត់បន្ថយកំហុសជាច្រើនបញ្ហាប្រវត្តិសាស្ត្រនិងការត្រឡប់ទៅមើលរបត់នៃស្ថានភាពមន្ត្រីនៅតាមមូលដ្ឋានគឺជាប្រការគួរដឹងនៅពេលយើងនិយាយពីបញ្ហាកំហុសទិន្នន័យអត្តសញ្ញាណបុគ្គលគួររំលឹកថាក្រោយដួលរលំនៃរបបប្រល័យពូជសាសន៍ប៉ុលពតខែមករាឆ្នាំ1979ប្រទេសកម្ពុជាចាប់ផ្ដើមកសាងឡើងវិញពីចំណុចសូន្យដោយបាតដៃទទេឯកសារសម្គាល់អត្តសញ្ញាណរបស់ប្រជាពលរដ្ឋត្រូវបានបាត់បង់ស្ទើរគ្មានសល់ក្នុងស្ថានភាពដែលប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណបុគ្គលត្រូវបានរៀបចំឯកសារឡើងវិញផ្អែកលើការចងចាំឬការស្មានដោយគ្មានឯកសារសំអាងច្បាស់លាស់ដើម្បីដោះស្រាយបញ្ហានេះរាជរដ្ឋាភិបាលបានបើកយុទ្ធនាការចុះបញ្ជីកំណើតទូទាំងប្រទេសនៅឆ្នាំ2002តាមទម្រង់គំរូឯកសារថ្នាក់ជាតិប្រឈមនឹងបញ្ហានេះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានគូបញ្ជាក់ពីការជំរុញការងារនេះដោយក្រសួងមហាផ្ទៃធ្វើយុទ្ធនាការចល័តផ្ដល់សម្បត្តិកំណើតតាមខ្នងផ្ទះពីខែតុលាឆ្នាំ2004ដល់ខែធ្នូឆ្នាំ2006ជាលទ្ធផលប្រជាពលរដ្ឋភាគច្រើនមានសម្បត្តិកំណើតប្រើប្រាស់ឡើងវិញប៉ុន្តែយ៉ាងណាក៏ដោយយុទ្ធនាការនេះបានបន្សល់នៅបញ្ហាបច្ចេកទេសមួយចំនួនគឺកំហុសទិន្នន័យក្នុងសម្បត្តិកំណើតមានចំនួនច្រើនដូចជាខុសអក្ខរាវិរុទ្ធឈ្មោះភេទខុសថ្ងៃខែឆ្នាំកំណើតជាដើមមកទល់បច្ចុប្បន្នការចុះសម្បត្តិកំណើតនៅតែជួបកំហុសជារឿយៗដោយសារការងារនៅបន្តអនុវត្តដោយដៃនិងផ្អែកលើព័ត៌មានផ្ទាល់មាត់ឬការចងចាំរបស់ពលរដ្ឋដោយពុំមានឯកសារសំអាងឡើយដែលងាយនឹងមានកំហុសឆ្គង